ថ្ងៃនេះខ្ញុំបានសាកល្បងទៅជិះឡានក្រុងក៏ព្រោះតែខ្ញុំចង់ទទួលបានបទពិសោធន៍ថ្មីមួយនៅលើផ្លូវតែមួយខ្ញុំបានជិះទៅហើយនឹងជិះត្រឡប់មកវិញប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺអារម្មណ៍ពីរខុសគ្នាគ្រាន់តែខុសពេលវេលាវាក៏ធ្វើឲ្យយើងទទួលបានអារម្មណ៍ពីរផ្សេងគ្នាដែរខ្ញុំរៀនផ្នែក Interior Design តែខ្ញុំស្រឡាញ់ខាងផ្នែកនិពន្ធហើយវាជាអ្វីដែលខ្ញុំស្រមៃតាំងពីតូចហើយឥឡូវខ្ញុំអាចជំនះធ្វើឲ្យក្តីសុបិននោះក្លាយជាការពិតហើយដំណើរជីវិតរបស់មនុស្សយើងវាប្រៀបដូចជាការជិះឡានក្រុងនេះអញ្ចឹងពេលខ្លះយើងក៏ត្រូវតែចេះលះបង់ដើម្បីឲ្យយើងអាចឃើញស្នាមញញឹមអ្នកដទៃគេអាចរីករាយនឹងអ្វីដែលយើងកំពុងតែចែកម្លែកទៅដល់គេរឿងគ្រប់យ៉ាងវាត្រូវការពេលវេលាបើវាជាអ្វីដែលយើងស្រឡាញ់ពិតមែនយើងនឹងទទួលបានវាត្រឡប់មកវិញបើសិនជាយើងនៅតែតស៊ូមិនចុះចាញ់ដំណើរជីវិតរបស់មនុស្សយើងអាចនឹងខុសគ្នាប៉ុន្តែយើងតែងតែទទួលបានមេរៀននៅក្នុងជីវិតដូចគ្នាបើសិនជាយើងចេះរៀនពីបទពិសោធន៍នៃជីវិតទាំងអស់នោះយើងនឹងកាន់តែធំមនុស្សដែលគេចេះរៀនពីបទពិសោធន៍ជីវិតគេនឹងរៀនបានគ្រប់កលៈទេសៈទាំងអស់ពេលខ្លះយើងក៏បានជួបមនុស្សដែលយើងមិនដែលស្គាល់នៅកន្លែងណាមួយហើយពេលខ្លះពួកគេក៏ចាក់ចែងពីយើងព្រោះតែគោលដៅរបស់ពួកគេមិនដូចគោលដៅយើងពិតណាស់ថានៅក្នុងជីវិតរបស់យើងវាតែងតែជួបប្រទះរឿងរ៉ាវជាច្រើនមានពេលខ្លះក៏ឡើងមានពេលខ្លះក៏ចុះមានពេលខ្លះយើងក៏បាត់បង់អ្វីៗទាំងអស់ហើយយើងបាត់បង់សូម្បីតែខ្លួនឯងនេះក៏ព្រោះតែយើងមានការណាសូរដល់អ្នកដទៃហើយយើងលះបង់ចំពោះគេគ្រប់បែបយ៉ាងប៉ុន្តែថាចាំថាអ្វីដែលយើងបានឆ្លងកាត់មុននោះវាក៏ធ្វើឲ្យយើងកាន់តែរឹងមាំហើយនៅពេលដែលយើងទ្រាំនឹងការលះបង់មួយនោះឆ្អែតឆ្អន់ហើយយើងក៏កាន់តែរីកចម្រើនធំធាត់ជាងមុនពីព្រោះបទពិសោធន៍ទាំងអស់នោះដែលបង្រៀនឲ្យយើងដឹងថាដំណើរជីវិតមួយនេះគួរតែប្រព្រឹត្តទៅបែបណាសម្រាប់ខ្ញុំគ្រប់ទាំងបទពិសោធន៍នៃភាពឈឺចាប់និងខំលះបង់ខ្លួនឯងដើម្បីអ្នកដទៃរីកចម្រើនកន្លងមកខ្ញុំក៏បានចងក្រងវាចេញជាសៀវភៅបានពីរក្បែរហើយគ្រប់ទាំងមនុស្សសុទ្ធតែមានសាច់រឿងជីវិតខុសៗគ្នាហើយទោះបីជាយើងប្រឹងជួយអស់មួយជីវិតក៏យើងមិនអាចទៅជួយអ្នកណាបានដែរបែបនេះយើងមានតែជួយកសាងខ្លួនឯងដើម្បីឲ្យអ្នកដទៃមើលឃើញអាចយកយើងជាគំរូបានបទពិសោធន៍របស់យើងម្នាក់ៗវាមានកម្រិតនៃការយល់ដឹងខុសៗគ្នាអ្នកខ្លះអាចរៀនសូត្រពីបទពិសោធន៍នៃជីវិតបានច្រើនតែអ្នកខ្លះវិញអត់អាចយកអ្វីដែលខ្លួនឯងបានជួបប្រទះនឹងទៅធ្វើជាមេរៀនសូម្បីតែបន្តិចក៏ប៉ុន្តែអ្វីក៏ដោយវាសុទ្ធតែមានភាពរញ៉េរញ៉ៃពេលដំបូងដូចស្ពានអាកាសនេះអញ្ចឹងពេលដែលចាប់ផ្ដើមសាងសង់ដំបូងគឺស្ទះមែនទែនប៉ុន្តែនៅពេលដែលធ្វើហើយជួយសម្រួលដល់អ្នកធ្វើដំណើរមិនឲ្យកកស្ទះដូចពីមុនហើយវាមានភាពស្រស់ស្អាតនៅក្នុងទីក្រុងទៀតអ្វីក៏ដោយនៅពេលដែលចាប់ផ្ដើមដំបូងវាអាចនឹងរញ៉េរញ៉ៃក៏ប៉ុន្តែនៅពេលដែលលទ្ធផលចេញមកវាអាចនឹងស្រស់ស្អាតលើសពីការរំពឹងទុករបស់យើងទៀតត្រង់នេះខ្ញុំចង់មានន័យថាបើសិនជាអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមធ្វើអីគួរតែចាប់ផ្ដើមធ្វើហើយសម្លឹងទៅលើគោលដៅកុំសម្លឹងទៅលើបញ្ហាដែលយើងកំពុងតែជួបប្រទះនៅក្នុងពេលនេះ